រៀនលះកំហឹងពេលជួបរឿងដែលអ្នកទាស់ចិត្តកុំអាលបញ្ចេញកំហឹងភ្លាមស្ដាប់សិនរកហេតុផលរកដំណោះស្រាយចូលរួមទាំងអស់គ្នាកុំចង់ឲ្យគេតាមយើងពេកពេលខឹងកុំអាលសម្រេចចិត្តឲ្យត្រជាក់ចិត្តសិនសឹមនិយាយបើគេខុសណែនាំទៅបើគេតាមសប្បាយចិត្តទៅបើគេមិនតាមទេកុំដុតខ្លួនឯងយូរពេករៀនបណ្ដោយខ្លះទើបមិនសូវកើតទុកមិនមែនអ្វីចេះតែបានតាមចិត្តទេរៀនទ្រាំរៀនញញឹមទទួលយកការពិតនៃជីវិតជីវិតនេះគឺអញ្ចឹងឯងទ្រាំទៅរៀនសម្រាលទុកពីចិត្តអ្នកកុំបន្ទោសខ្លួនឯងកុំបន្ទោសអ្នកដទៃកុំប្រៀបធៀបនឹងជីវិតគេហ៊ានប្រឈមមុខចំពោះការពិតយល់ថាជីវិតតែមានបញ្ហាកុំមួម៉ៅចំពោះបញ្ហាព្យាយាមដោះបញ្ហាឲ្យអស់ពីសមត្ថភាពដោះបានប៉ុណ្ណាយកប៉ុណ្ណឹងចេះព្រមតាមសមត្ថភាពដែលយើងមានកុំហួងហែងពេកកុំគិតថាអ្វីត្រូវតែបានដូចចិត្តអ្នកកុំសង្ឃឹមថាគេដូចចិត្តអ្នកគ្រប់រឿងដោះលែងខ្លួនអ្នកពីអតីតកាលកុំសូវព្រួយពេកជាមួយរឿងដែលមិនទាន់កើតឡើងរៀនរស់នៅបច្ចុប្បន្នឲ្យបានល្អកុំសូវយកពាក្យគេបញ្ឈឺមកគិតច្រើនពេកគេងឲ្យបានគ្រប់គ្រាន់ហូបឲ្យបានត្រឹមត្រូវស្ដាប់ធម៌អប់រំចិត្តរៀនកាត់ចិត្តអរគុណឧបសគ្គទាំងឡាយដែលបានបង្រៀនខ្ញុំឲ្យរឹងមាំជាងមុន
ភាពបរាជ័យដែលបានប្រាប់ពីចំណុចខ្សោយរបស់ខ្ញុំអរគុណមនុស្សក្បត់ដែលបានបង្រៀនខ្ញុំឲ្យចេះមើលមនុស្សច្បាស់ជាងមុនអរគុណអ្នកធ្វើឲ្យខ្ញុំខឹងដែលបានបង្រៀនខ្ញុំឲ្យចេះអត់ធន់អរគុណការលំបាកទាំងឡាយដែលបានបង្រៀនខ្ញុំឲ្យចេះទ្រាំអរគុណភាពក្រខ្សត់ដែលបានបង្រៀនខ្ញុំឲ្យចេះតស៊ូអរគុណរឿងអាក្រក់ទាំងឡាយដែលបានបង្រៀនខ្ញុំឲ្យស្គាល់ពីការពិតនៃជីវិតអរគុណលោកពុកអ្នកម៉ែដែលបានបង្កើតខ្ញុំមកស្វែងយល់ពីជីវិតយើងតែម្នាក់មានឧបសគ្គច្រើនណាស់ដែលតម្រូវយើងហ៊ានប្រឈមមុខដោយស្មារតីរឹងប៉ឹងការតស៊ូព្យាយាមក្តីសង្ឃឹមនិងភាពអំណត់អត់ធន់វិថីជីវិតមិនរៀបស្មើរហូតទេមានឡើងមានចុះមានទាបមានខ្ពស់មានសុខមានទុក្ខមានជួបមានព្រាត់មានខាតមានចំណេញជារឿងធម្មតាដូច្នេះត្រូវបង្កើនស្មារតីចម្រើនប្រាជ្ញាប្រាប់ខ្លួនឯងឲ្យហ៊ានទទួលយកការពិតទាំងឡាយទាំងល្អទាំងមិនល្អដែលកើតឡើងក្នុងជីវិតនេះពេលជួបរឿងល្អហ៊ានទទួលយកទៅតែកុំជួបពេលជួបរឿងមិនល្អក៏ត្រូវតែហ៊ានទទួលហើយព្យាយាមដោះស្រាយឲ្យអស់ពីលទ្ធភាពទៅដោះបានប៉ុណ្ណាយកប៉ុណ្ណឹងទៅកុំកើតទុកពេកអីគ្មានអ្នកណាមានសមត្ថភាពដោះបានគ្រប់បញ្ហាទេហើយកុំសូវប្រៀបធៀបជីវិតអ្នកទៅនឹងជីវិតគេអីខ្សែជីវិតម្នាក់មិនដូចគ្នាទេគេជួបរឿងគេយើងជួបរឿងយើងតែអ្នកអាចរៀនសូត្រពីគេបានខ្លះជីវិតនេះតែមានបញ្ហាហើយបញ្ហាបានបង្រៀនអ្នកឲ្យរឹងមាំជាងមុនរៀនញញឹមដាក់បញ្ហាកុំយំដាក់បញ្ហាទើបជីវិតមិនសូវមានទុក្ខហ៊ានទទួលយកការពិតជីវិតអ្នកណាក៏មានបញ្ហាដែរពេលខ្លះជួបរឿងល្អពេលខ្លះជួបរឿងមិនល្អជារឿងធម្មតានៃជីវិតគ្មានអ្នកណាអាចជៀសរួចទេបើជួបរឿងល្អទទួលយកទៅតែកុំអកុំអួតពេកព្រោះអ្វីមិនទៀងទាត់ទេហើយបើជួបរឿងមិនល្អវិញក៏កុំមួម៉ៅពេកអីជីវិតគឺអញ្ចឹងឯងពេលខ្លះបានដូចចិត្តពេលខ្លះមិនបានដូចចិត្តទេត្រូវហ៊ានប្រឈមមុខដោះស្រាយចំពោះបញ្ហាទាំងឡាយកុំភ័យកុំតក់ស្លុតពេកអីភ័យទៅធ្វើឲ្យរឿងកាន់តែស្មុគស្មាញឡើងបើរឿងអាចដោះស្រាយបានកុំបារម្ភពេកអីដោះស្រាយទៅតែបើប្រឹងហើយនៅតែដោះមិនបានក៏គ្មានអីត្រូវកើតទុកពេកដែរព្រោះបើមួម៉ៅទៅដោះអីមិនចេញដដែលមានតែបង្កើនទុកបន្ថែមទៀតប៉ុណ្ណោះរៀនទទួលយកការពិតរៀនព្រមតាមសមត្ថភាពដែលអ្នកមានទើបមិនសូវកើតទុក្ខថ្ងៃនេះអាត្មានឹងអាន
សិភៅអប់រំចិត្តឈានទៅមុខមានអត្ថបទជាច្រើនអត្ថបទទី1និយាយពីអតីតកាល2ប្រភេទបើជារឿងល្អរឿងបុណ្យកុសលអ្នកអាចរំលឹកវាឡើងវិញដើម្បីឲ្យចិត្តបានជ្រះថ្លាម្ដងទៀតតែបើជារឿងមិនល្អអ្នកអាចយកវាជាមូលដ្ឋាននៃការប្រុងប្រយ័ត្នលើកក្រោយហើយអនុញ្ញាតឲ្យវាកន្លងហួសទៅកុំស្ដាយអីរំលឹកវាញឹកទៅនាំតែក្តៅក្រហាយចិត្តអញ្ចឹងរឿងពីអតីតឬក៏ក្នុងធម៌លោកហៅអារម្មណ៍ពីអតីតហ្នឹងបើវាជារឿងបុណ្យកុសលធ្វើទានថ្វាយគុំម៉ែថ្វាយគុំឪបានជួយសង្គ្រោះអ្នកនេះអ្នកនោះអាហ្នឹងយើងរំលឹករំលើកនៅក្នុងធម៌លោកហៅថាអបរាបរៈចេតនាមានន័យថាចេតនាសប្បាយចិត្តនឹងបុណ្យដែលធ្វើកន្លងផុតទៅហើយឧទាហរណ៍ថាធ្លាប់ធ្វើផ្លូវធ្លាប់ធ្វើស្ពានធ្លាប់ដាក់បាតលោកអីចឹងទៅសប្បាយចិត្តកាលនោះសប្បាយចិត្តមែនអាហ្នឹងចិត្តហ្នឹងវាស្រស់វារីករាយម្ដងទៀតហើយបានបន់ម្ដងទៀតហ្នឹងប៉ុន្តែបើផ្ទុយទៅវិញណាបើឧទាហរណ៍ទៅអ្នកនេះនិយាយដើមអ្នកនេះធ្វើអីមិនត្រូវចិត្តចឹងយើងរំលឹករំលកទៅវាក្តៅក្រហាយអាហ្នឹងតើតែយើងបញ្ញាប់ដូរចិត្តដូរអារម្មណ៍ហើយគិតថាវាជារឿងផលបាបចាស់ទៅចុះឲ្យវាហួសទៅនឹងអត្ថបទទី1និយាយពីអតីតកាល2ប្រភេទអត្ថបទមួយទៀតនេះនិយាយពីនៅសល់ថាបើអ្នកបាត់បង់អ្វីស្ទើរអស់ពីខ្លួនយ៉ាងហោចណាស់អ្នកនៅសល់ជីវិតនៅមានថ្ងៃនេះនិងថ្ងៃស្អែកសម្រាប់រស់បន្តថ្ងៃបានលិចបាត់ទៅហើយអតីតកាលបានកន្លងហួសទៅហើយអនុញ្ញាតឲ្យវាទៅចុះព្រោះបើមិនព្រមក៏វាបាត់ទៅហើយរៀនទទួលស្គាល់ការពិតរួចធ្វើដំណើរទៅមុខទៀតបើថាយើងបាត់បង់ទ្រព្យបាត់បង់ញាតិជាទីស្រឡាញ់ភរិយាស្វាមីអីចឹងចាស់យ៉ាងហើយក៏យើងនៅមានជីវិតដែរបើនិយាយដោយចំពោះដោយនៅក្នុងធម៌ទៅអតីតកាលហួសហើយរលត់បាត់ហើយអត់មានទេហើយអនាគតកាលក៏អត់មានដែរអ្វីដែលមានហ្នឹងគឺបច្ចុប្បន្នហ្នឹងទេហើយអាបច្ចុប្បន្នហ្នឹងក៏មិនទៀងទៅទៀតវារលត់ទៅហើយប៉ុន្តែបើយើងវល់អង្គុយស្ដាយកើតទុកមិនសុខចិត្តអាហ្នឹងយើងអោបកសោបរឿងមិនល្អនៅក្នុងចិត្តដូចអោបភ្លើងអញ្ចឹងទោះជាបាត់អីក៏យើងនៅសល់ជីវិតបើយើងតាំងចិត្តថាចាប់ផ្ដើមសារជាថ្មីកុំខ្មាស់កុំអៀនអ្នកណាថាអីថាជីវិតខ្ញុំផឹងអាហ្នឹងយើងទៅមុខបានឆ្ងាយយើងស្រាលខ្លួនតើរៀនទូស្គាល់ថាពិតថាជីវិតហ្នឹងអញ្ចឹងខ្ញុំជួបរឿងខ្ញុំគេជួបរឿងគេហើយมันអាចដូចគ្នាទេជីវិតហ្នឹងថ្ងៃហ្នឹងអាត្មាអានសិភៅឈានទៅមុខបន្តសិភៅអប់រំចិត្តដល់អត្ថបទមួយនិយាយពីមេរៀនបើអ្នកសម្រេចចិត្តខុសចាត់ទុកថាជាបទពិសោធន៍ជាមេរៀនសម្រាប់ថ្ងៃក្រោយគ្មានអ្នកណាមិនធ្លាប់ខុសទេក្មេងធ្លាប់ដួលរាប់សិបដងទម្រាំចេះដើររឿងមិនល្អធ្វើឲ្យអ្នកឈឺចាប់តែវាជួយអ្នកឲ្យមើលបញ្ហាបានច្បាស់ជាងមុនស្គាល់មនុស្សប្រកបជាងមុនអានឹងវាធម្មតាអ្នកណាក៏ធ្លាប់ខុសដែរប្រៀបដូចថាក្មេងជិះកង់ដួលអញ្ចឹងដួលឲ្យងើបរហូតវាចេះជិះមែនតែនអញ្ចឹងតែអង្គលីមៀធ្លាប់
ធ្វើអំពើខុសឆ្គងធ្ងន់ធ្ងរមែនតែនប៉ុន្តែលោកបានទទួលឱវាទពីពុទ្ធហើយកែប្រែកំហុសបានខ្លាយទៅជាព្រះអរហន្តអញ្ចឹងយើងរកស៊ីខាតយើងជួបមនុស្សមិនល្អគេបោកប្រាស់អីចឹងទៅអានឹងជីវិតហ្នឹងវាអញ្ចឹងវាមានពេលខ្លះបាបឲ្យផលជួបរឿងមិនល្អអញ្ចឹងតើតែយើងចាត់ទុកថាហ្នឹងជាមេរៀនជីវិតហើយធ្វើឲ្យយើងប្រយ័ត្នប្រយែងថ្ងៃក្រោយមុននឹងជឿពិចារណាឲ្យច្បាស់ហើយមានបញ្ហាកុំឲ្យសម្រេចចិត្តលឿនពេកទាំងកំហឹងអានឹងនាំឲ្យមានកំហុសមានវិបត្តិសារៈអត្ថបទមួយទៀតនិយាយពីបាបចាស់តាមច្បាប់កម្មផលយើងម្នាក់សុទ្ធតែធ្លាប់សាងបាបកម្មខ្លះពីអតីតជាតិមកពេលបាបចាស់ឲ្យផលក៏ជួបរឿងមិនល្អជួបបញ្ហាទោះខំរត់ទៅណាក៏រត់មិនរួចសូម្បីព្រះពុទ្ធក៏មានបាបតាមឲ្យផលដែររឿងមិនល្អជាផលនៃបាបចាស់រីឯភាពមួម៉ៅក្តៅក្រហាយជាបាបថ្មីដែលធ្វើឲ្យរឿងកាន់តែអាក្រក់ឡើងហ្នឹងបើយើងនិយាយពីច្បាប់កម្មផលយើងវាសុទ្ធតែធ្លាប់ធ្វើបាបខ្លះធ្វើបុណ្យខ្លះពេលខ្លះបុណ្យឲ្យផលជួបរឿងល្អទៅពេលបាបឲ្យផលរកស៊ីខាតទៅគ្រោះថ្នាក់ចរាចរណ៍ទៅគេបោកអីចឹងទៅអាហ្នឹងវាមានពេលដែលបាបឲ្យផលអញ្ចឹងហើយបើក្នុងពុទ្ធសាសនាសំដែងតែរឿងបាបកម្មហ្នឹងធ្វើឲ្យរត់ទៅណាក៏រត់មិនរួចទៅកដាលសមុទ្រទៅលើអាកាសទៅកោចូលក្នុងរូងភ្នំក៏បាបនឹងតាមឲ្យផលតលតែបានសូម្បីតែពុទ្ធក៏ដោយអញ្ចឹងយើងកំណត់ដឹងអញ្ចឹងទៅថាហ្នឹងហើយយើងមានបាបកម្មចាស់ខ្លះអញ្ចឹងជួបឲ្យដោះស្រាយហើយទៅមុខទៀតកុំសំពីសំពួងអាហ្នឹងទើបមិនសូវធ្ងន់ណាអត្ថបទមួយទៀតនេះនិយាយពីជំពាក់គេមកសេរីអត្ថបទនេះសិតតែនិយាយពីកម្មផលជំពាក់កម្មគេដល់ពេលត្រូវសងគេវិញដំណើរក្នុងវដ្តសង្សារនេះមិនដឹងថាអ្នកធ្លាប់ជំពាក់កម្មពីអ្នកណាខ្លះដល់ពេលវេលាសមគួរអ្នកត្រូវទូទាត់កម្មឲ្យគេវិញហើយថែមទាំងឲ្យការគេផងអានឹងដូចខ្ចីលុយធនាគារអញ្ចឹងនឹងតែឲ្យការគេថែមពេលបាបឲ្យផលរួចហើយកម្លាំងបាបនោះក៏ធូរស្បើយខ្លះដែរតែបើអ្នកកើតទុកមួម៉ៅនឹងរឿងអាក្រក់នោះបាបនោះនឹងកើនកម្លាំងថែមឡើងវិញក្នុងអត្ថបទហ្នឹងចង់និយាយពីបើថាបាបកម្មយើងធ្លាប់លួចគេម្ដងយើងធ្លាប់សម្លាប់ប៉ះពាល់ជីវិតគេម្ដងដល់ពេលផលមកវិញដូចយើងយកដូងទៅដាំអញ្ចឹងមិនមែនបានមកផ្លែមកវិញទេបានច្រើនធ្លាយច្រើនផ្លែអានឹងដូចក្នុងរឿងពុទ្ធសាសនានិយាយពីលោកតាម្នាក់យកជាមទៅអាកដើម្បីយកសាច់មកទទួលភ្ញៀវគាត់ណោះហើយជាមនឹងសើចលួតឆាត់កឆេងហើយស្រាប់ប្រសក់ទឹកភ្នែកឯតានឹងសួរថាម៉េចបានម្ដងសើចម្ដងយំជាមនឹងឆ្លើយថាខ្ញុំសើចពីព្រោះខ្ញុំរួចផុតពីកំណើតសត្វដេរិឆានរួចផុតពីកម្មហ្នឹងហើយខ្ញុំត្រូវគេសម្លាប់499ដងហើយជាតិហ្នឹងជាជាតិទី500ហើយរួចពីហ្នឹងទៅខ្ញុំផុតពីកំណើតជាសត្វដេរិឆានហើយចូលហេតុអីបានជាជាមឯងយំជាមនឹងឆ្លើយថាខ្ញុំយំព្រោះអាណិតលោកតាឯងណាពីព្រោះខ្ញុំពីដើមក៏ធ្លាប់សម្លាប់សត្វជាមដោយលោកតាឯងដែរដោយសារខ្ញុំសម្លាប់ហ្នឹងបានខ្ញុំត្រូវធ្លាក់នរកហើយមកកើតជាសត្វជាមហ្នឹងត្រូវគេសម្លាប់499ដង500ទាំងជាតិហ្នឹងអ
ចឹងតានឹងគាត់ភ្ញាក់ស្មារតីចឹងខ្ញុំគាត់ថាភាពគាត់ចង់ទាញត្រឡប់មកវិញថាជាមហ្នឹងសម្លាប់គេម្ដងប៉ុន្តែដល់ពេលត្រូវគេសម្លាប់វិញ500ដងទាំងជាតិហ្នឹងអញ្ចឹងបាបកម្មហ្នឹងវាមានពេលខ្លះឲ្យផលអញ្ចឹងហើយឲ្យផលពេលខ្លះផ្ទួនគ្នាអត់ដូចគ្នាទេជីវិតហ្នឹងត្បិតថាកើតមកក្នុងផ្ទៃម៉ែតែមួយប៉ុន្តែវាសនាជីវិតរឿងរ៉ាវមិនដូចគ្នាអញ្ចឹងយើងទទួលស្គាល់ថាជីវិតហ្នឹងអញ្ចឹងហើយកំណត់ដឹងថាវាមានហេតុអញ្ចឹងបានវាជួបរឿងអញ្ចឹងហើយយើងសំបុណ្យសំកុសលជាទីពឹងទៅក្នុងលោកខាងមុខទៀតទៅក្នុងពេលខាងមុខទៀតទៅមិនចាំបាច់ថាជាតិក្រោយទេធ្វើល្អបច្ចុប្បន្នក៏បានផលបច្ចុប្បន្នដែរយើងកុំឲ្យដេកកើតទុកចំពោះរឿងមិនល្អដែលកើតឡើងនឹងពីព្រោះដេកកើតទុកទៅវាធ្វើឲ្យបាបហ្នឹងកើនកម្លាំងឡើងវិញទេមិនបាបនឹងថយទេអាត្មានឹងអានសភៅអប់រំចិត្តឈានទៅមុខបន្តទៀតនេះដល់អត្ថបទមួយទៀតនិយាយពីមិនមែនទ្របអ្នកបើជាទ្របអ្នកមិនងាយបាត់បង់ទៅណាទេតែបើមានបាបកម្មពីមុនមកទ្របនៅនឹងមុខក៏យកមិនបានឬក៏ត្រូវបាត់បង់ទៅវិញបើអ្នកប្រឹងថែអស់ពីសមត្ថភាពហើយវានៅតែបាត់បង់មានន័យថាវាដល់ពេលត្រូវទៅហើយវាមិនមែនជារបស់អ្នកទេស្លឹកឈើពេលវាទុំវាត្រូវតែជ្រុះទោះបីអ្នកខាត់អង្វរក៏វាមិនស្ដាប់ដែរអានឹងក្នុងន័យមួយដូចថាបើយើងថែរក្សារបស់ហ្នឹងវាអស់ពីចិត្តពីចង់ហើយហើយវានៅតែបាត់អាហ្នឹងយើងត្រូវទទួលស្គាល់ថាខ្ញុំប្រឹងថែអស់ហើយបើយើងមិនបានថែឲ្យបាត់អាហ្នឹងមកពីយើងបាបបច្ចុប្បន្នមិនមែនបាបអតីតទេវាផ្សំគ្នាដែរហ្នឹងណាខ្ញុំគណថាភាពធ្លាប់ចាំរឿងមួយពីមុនសម័យលោកពោតញោមហ្នឹងគាត់នឹកថាគាត់ចេញពីភ្នំពេញគាត់អត់យករបស់របរអីច្រើនទេពលពតគេដេញឲ្យចេញពីភ្នំពេញគាត់គិតតែពីលក់របស់លក់របរយកលុយពីព្រោះលុយវាស្រាលយករបស់អីវាធ្ងន់អញ្ចឹងគាត់ដាក់លុយទាំងកបោបទាំងបេយកទៅតាមខ្លួនគាត់ពេលចេញពីភ្នំពេញពលពតគេប្រកាសថាគេឈប់ចាយលុយហើយគាត់ណាដឹងថាគេឈប់ចាយលុយប៉ុណ្ណឹងគាត់ខូចសតិទៅមុខលេងរួចដូចថាសរសៃប្រសាទហ្មងរហូតដល់ថ្នាក់ក្រុមគ្រួសារត្រូវបោះបង់គាត់ចោលពីព្រោះយកទៅអត់កើតអាហ្នឹងដូចថាវាដល់ពេលទ្របនៅនឹងមុខស្រាប់តែវាខ្សែខ្លាយទៅជារបស់អស់តម្លៃលីងហ្មងអានឹងដល់ពេលបើនិយាយក្នុងកម្មមានន័យថាបុណ្យដែលយើងត្រូវសោយផលទ្របនឹងអស់ដល់អញ្ចឹងទ្របនឹងទៅជារបស់អត់បានការនៅសម័យពុទ្ធកាលក៏មានដែរបើគាត់សំទ្របមាសពេជ្រទៅស្រាប់តែចុងក្រោយរបស់នឹងបែរទៅคล้ายទៅជាធ្យូងទៅវិញតែនេះអត្ថបទមួយទៀតពិចារណាមិនបានល្អអាចថាអ្នកមិនបានពិចារណាឲ្យបានល្អិតល្អន់មិនបានសួរគេឯងឲ្យបានច្បាស់លាស់ចំណេះដឹងមិនគ្រប់គ្រាន់ធ្វើឲ្យគេបោកអ្នកបានឬត្រូវខាតបង់ទៅថ្ងៃក្រោយត្រូវចាំទុករៀនគិតគូរឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តណាហើយចុះបើវាខុសទៅហើយឲ្យវារួចទៅចុះចាប់ផ្ដើមសារជាថ្មីអានេះគំនិតក្មេងខ្ចីពេលខ្លះយើងភ្លាត់ស្នៀតយើងឆាប់ជឿគេយើងមើលឃើញគេអាហ្នឹងយើងបានដែរដាក់ពុបឡងចុងទៅអាហ្នឹងវាជាការធ្វើប្រហែសក្នុងបច្ចុប្បន្ន
ក្នុងធម៌លោកហៅថាបយោគវិបត្តិមានន័យថាសកម្មភាពបច្ចុប្បន្ននឹងអត់ល្អការធ្វេសប្រហែសបញ្ញាស្មារតីមិនគ្រប់គ្រាន់មិនបានខ្សែគប់កល្យាណមិត្តឲ្យបានត្រឹមត្រូវសម្រាប់ចិត្តខុសអាហ្នឹងវាត្រូវតែទទួលស្គាល់ថាវាខុសហើយខ្ញុំកណាត់ថាភាពធ្លាប់ជួបបងអូនខ្លះដែលបើកអាជីវកម្មហើយដូចថាវាឡងចុងគាត់យកលុយឪពុកម្ដាយច្រើនណា$40,000អញ្ចឹងទៅគាត់បើកទៅយើងអត់មានបទពិសោធន៍យើងអត់ស្គាល់ទីផ្សារយើងអត់មានទំនាក់ទំនងជាមួយអតិថិជនត្រឹមត្រូវដួលខូចចិត្តហើយនៅអោបកសោបអានឹងទុកអាលុយក៏ខាតអាចិត្តក៏ខូចចុងក្រោយកើតជំងឺសរសៃប្រសាទទៀតអានឹងគ្រោះថ្នាក់វាត្រូវតែប្រឡែងនឹងឯងម្ដាយឪពុកនឹងគ្មានយកទោសយកបៃកូនអីទេប៉ុន្តែកូននឹងអោបកំហុសនឹងមិនព្រមប្រឡែងបើមិនព្រមប្រឡែងក៏វាត្រូវតែខាតហើយ$40,000ហ្នឹងអស់ហើយមានបានអីមកវិញកើតទុកប៉ុណ្ណាក៏វាអស់ដែរថ្ងៃហ្នឹងមកភាពនឹងអានសភៅឈានទៅមុខសភៅអប់រំចិត្តបន្តទៀតបងនេះអត្ថបទមួយនិយាយពីពិចារណាមិនបានល្អអាចថាអ្នកមិនបានពិចារណាឲ្យបានល្អិតល្អន់មិនបានសួរគេឯងឲ្យបានច្បាស់លាស់ចំណេះដឹងមិនគ្រប់គ្រាន់ធ្វើឲ្យគេបោកអ្នកបានឬត្រូវខាតបង់ទៅថ្ងៃក្រោយត្រូវចាំទុករៀនគិតគូរឲ្យបានល្អិតល្អន់មុននឹងសម្រេចចិត្តណាហើយចុះបើវាខុសទៅហើយឲ្យវារួចទៅចុះចាប់ផ្ដើមសារជាថ្មីនេះអត្ថបទហ្នឹងនិយាយពីថាយើងវានៅក្មេងខ្ចីចំណេះដឹងបទពិសោធន៍ហើយក៏ចាប់ផ្ដើមមុខរបរការងារទៅវាត្រូវខាតវាត្រូវបង់វាជាធម្មតាវាតែងតែអញ្ចឹងឯងអញ្ចឹងយើងយកអ្វីដែលជួបប្រទះហ្នឹងជាមូលដ្ឋាននៃការសម្រេចចិត្តពេលក្រោយហើយយើងទៅមុខទៀតកុំដេកអោបកសោបរឿងមិនល្អហ្នឹងធ្វើឲ្យយើងទៅមុខមិនឆ្ងាយទេនេះអត្ថបទមួយទៀតនិយាយពីកំហុសកំហឹងធ្វើឲ្យអ្នកសម្រេចចិត្តខុសនិយាយជ្រុលជ្រោះនាំឲ្យខូចខាតប្រយោជន៍ជាពុទ្ធជនតែងខុសខ្លះជាធម្មតាបើខុសហើយត្រូវចេះទទួលកំហុសរួចកែខ្លួនឡើងវិញកុំដេកស្ដាយអីងើបឡើងរួចបន្តទៅមុខទៀតអ្នកចេះកែប្រែកំហុសព្រះពុទ្ធចាត់ទុកថាជាបណ្ឌិតជាពុទ្ធជននោះវាមានពេលខ្លះខឹងទុបបានក៏និយាយសម្ដីជ្រុលជ្រោះមិនថាតែញោមនៅគ្រប់គ្រងផ្ទះតែអ្នកបួសហ្នឹងក៏ពេលខ្លះក៏នៅមិនអាចរក្សាចិត្តនឹងបានអញ្ចឹងខុសសុំទោសគេទៅខ្ញុំកណាវាជ្រុលជ្រោះមកពេលហើយអញ្ចឹងសុំខមាទោសសុំអភ័យទោសហើយតើកាលណាយើងចេះទទួលកំហុសជាទូទៅដូចថាភាគីម្ខាងទៀតគេស្រាលពីកំហឹងហ្នឹងហើយដែលវាក្តៅវាឆេះខ្លាំងនៅពេលដែលយើងខុសហើយយើងកែយើងកិច្ចកែនិយាយយកត្រូវអាហ្នឹងដូចចាក់សាំងចូលភ្លើងអញ្ចឹងក្តៅហើយតលរកន្លែងចប់អញ្ចឹងទើបអាចធ្វើដំណើរទៅមុខទៀតបើអញ្ចឹងនៅវល់ខឹងគុំស្អប់គ្នានឹងឯងអញ្ចឹងវាខុសសុំទោសឲ្យខ្ញុំវាជ្រុលជ្រោះខ្ញុំទទួលកំហុសនឹងការឆ្គាំឆ្គងរបស់ខ្ញុំមែនអាហ្នឹងហើយយើងកែប្រែខ្លួនទៅអាហ្នឹងបានយើងទៅមុខបានឆ្ងាយកុំដេកអោបកំហុសហ្នឹងនេះអត្ថបទមួយទៀតនិយាយពីស្រមោលអតីតកាលគ្រាន់តែជាស្រមោលរីឯវិបដិសារៈ
ជាបិសាចតាមលងបន្លាចអ្នកតាមពិតអតីតកាលបានរលត់បាត់ទៅហើយកុំក្រឡេកមើលវាញឹកញាប់ពេកបើមានពេលខ្លះវាមកលងអ្នកត្រូវកំណត់ដឹងថាវាជាបិសាចទេវាមិនមែនជាមិត្តអ្នកទេហើយផ្លាស់ចិត្តដូរអារម្មណ៍មកគិតរឿងផ្សេងធ្វើរឿងថ្មីជជែករឿងថ្មីលទ្ធផលក៏បានថ្មីដែរនៅក្នុងធម៌ដូចជាមួយនឹងការអប់រំទូទៅដែរខណៈចិត្តដែលរលត់ទៅគឺបាត់ហើយជាចិត្តក្នុងអតីតលែងមានទៀតហើយប៉ុន្តែការក្តៅក្រហាយកុកកចៈក្នុងភាសាអភិធម្មភាសាយើងប្រើរាល់ថ្ងៃហើយវិបដិសារៈឬក៏វិបដិសារីដែលយើងធ្លាប់ដឹងមកអានឹងវាមកតាមអុចយើងឲ្យក្តៅហើយអ្នកដែលមិនបានធ្វើទុកចិត្តត្រូវទំនងគិតទៅពីក្តៅក្រហាយតែពិតរឿងហ្នឹងវាហួសហើយតាបើវាមកម្លងម្ដងកំណត់ដឹងថាអូកុកកចៈហ្នឹងវាបដិសារៈហ្នឹងវាជាខ្មោចទេមិនមែនជាមិត្តដែលយើងត្រូវដេកអោបទេអញ្ចឹងតើដូរអារម្មណ៍មកគិតរឿងថ្មីនិយាយរឿងថ្មីធ្វើរឿងថ្មីលទ្ធផលក៏បានថ្មីដែរនេះអត្ថបទមួយទៀតនិយាយពីទោសនៃសង្សារវដ្តអវិជ្ជាធ្វើឲ្យមនុស្សសត្វវិលវល់ក្នុងវដ្តសង្សារនឹងនាំឲ្យធ្វើអំពើខុសឆ្គងដោយកាយវាចាចិត្តបើត្រូវដាក់កំហុសត្រូវដាក់ទោសលើវដ្តសង្សារដែលធ្វើឲ្យសត្វលោកវង្វេងចូលខំប្រឹងសន្សំបុណ្យកុសលដើម្បីជាយានឲ្យបានរួចផុតពីទុក្ខក្នុងសង្សារវដ្តអានឹងក្នុងធម៌ជ្រៅទៅតែអ្នកដែលគ្រប់គ្រងសង្សារវដ្តនេះអវិជ្ជានឹងវាជាមេនៃសេចក្តីទុក្ខគ្រប់បែបយ៉ាងហើយវាពវល់យើងឲ្យជេរឲ្យលួចឲ្យឆក់ឲ្យប្លន់អីទាំងអស់ហ្នឹងហើយទោសហ្នឹងគឺទោសអវិជ្ជាដែលជាអ្នកគ្រប់គ្រងសង្សារវដ្តហ្នឹងអញ្ចឹងព្យាយាមសំបុណ្យសំបញ្ញាដើម្បីជាស្ពានជាស្បៀងធ្វើដំណើរចេញឲ្យផុតពីសង្សារវដ្តហ្នឹងកុំខឹងកុំស្អប់កុំគុំអ្នកណាអីយើងទាំងអស់គ្នានឹងសិតតែជាអ្នកទោសសង្សារវដ្តដូចគ្នាទេនេះអត្ថបទមួយទៀតនិយាយពីអនត្តាបើនិយាយដោយបរមត្ថគ្មានអ្វីជារបស់យើងឬជាខ្លួនយើងទេដែលយើងហៅថាអនត្តារូបក្តីចិត្តក្តីកើតរលត់ទៅតាមហេតុរបស់វាជាដំណើរនៃធម្មជាតិសុទ្ធសាធការយល់ច្រឡំដោយអវិជ្ជាថាមានយើងមានគេនាំឲ្យមានការប្រកាន់ហួងហែងដែលជាហេតុនៃសេចក្តីទុក្ខទាំងឡាយរៀនលះបង់នៅសេចក្តីប្រកាន់ថាមានខ្លួនអ្នកនឹងបានស្រាលពីទុក្ខទាំងពួងនឹងធម៌ជ្រៅហើយដូចថាសង្ខារស្អីស្អីទាំងអស់រួមទាំងយើងរួមទាំងគេរួមទាំងភពលោកខាងក្រៅហ្នឹងវាកើតពីហេតុពេលណាមានហេតុវាដូចជាគៀងដែលមាននៅសល់ប្រេងអញ្ចឹងជាគៀងក៏ឆេះទៅពេលណាអស់ប្រេងក៏រលត់ទៅយ៉ាងណាជីវិតយើងក្តីជីវិតគេក្តីតើមានហេតុទើបអាចនៅបន្តបានឬក៏តើមានហេតុទើបមនុស្សនឹងអាចទៅនិយាយទៅធ្វើល្អធ្វើអាក្រក់ហ្នឹងវាមានហេតុគ្រប់គ្រាន់មានបងប្អូនម្នាក់នេះទាំងបងប្រុសបងស្រីសួរទៅគុណ
kê mình trôi chật cái ná nó đòi xa hẹt ấy nó dừng mưa khuôn anh mới về miền hai để nòm ấy kê mình trôi chật nó nghe ưu thì họ thà xâm đầy xâm đá khó cài ca mình xóm rung càng nghĩ mình sơ thơ trôi chật tầm lẹ cầm họ đã kê ấp tu khó thơ ý chẳng hạn nó hai để nòm ấy kê sọp kê mình trôi chật và là thật đấy nhóm đúng chứ là hay mình chỉ miền sầm đây sầm đỡ ấy con con thế mình đang chỉ là mấy ban quạt mình trôi chật là nó hưởng tây tạ màu về nhỉ mình đang thấy dương thọp miền bia về rìa dù mùi bộ cô nâng một bạn này say sọp cùng cuốn bị nà mau chẳng đọc về chụp khơi lớn nâng với tha mình sẽ bài chặt mong khơi tới chít to nâng về miền cam bia về rìa màu rồi có dương thọp miền bạc cam rương chê đây nè miền côn sọp cùng cuốn chẳng này nền tia tới bạc cam nó vì bật tia nhậu dưỡng từ nam màu ná kia mình sẽ trôi chặt kia sọp chẳng tới nâng còn miền sầm núa nâng mùi sầm núa mùi tiết ấy còn xua thôi tầm nông thọ nó miền vậy bị hưởng vậy ổn đạ đấy đi thả xôi á bởi vậy bị hưởng xôi nó nông thọ riêng vậy bị ạc của sao vì ba miền này thả họ rồi bỏ ạc của sao là cam họ xì kha từ của thân nạ từ cái chê từ chấm bơi vậy bị tha ngày xôi về miền này thằng ngày đại dương từ tua Paul bị bạn này bạc cam chặt nên mình chăm bách đại dương sắm mạnh chuồn thế để sắm mà sắm put có pe khác cái chê tới pe khác của họ chừng han chăn mình sang bán tới cái nông tại bị đọt hiệu mùi nướng pe muối nè sọc cao tu rồi phật ọt bài tầng luộc tầng sọ nướng ọt bài luộc chăn bài xẻ rồi thời bọn cô miền ở bia tư bọn cái chế mà tịch đào pre hà non ốp thạ bảo bọn ơi không từ ấy phơi nông cái chế từ phơi nông vinh bọn thà chốt bữa từ phơi nông cái chế tiết từ mũi tiết bàn bọn thằng là non cái chế tập bao ngày cô về sát bát ai về ngọc chê và hot đấy đó chẳng nhẹ ná của miềnได้hưởng xôi hưởng phò bị bạ này cầm trả năng vấn đề về miền hưởng mũi đại dương ai cả pi bạn đấy hưởng lộ hào thà phải vô kẻ sầm bát dương bị giặt bị dài ưu tiên họ thà nhẹ khá chỉ vật nâng nơi về để phần tay bà hè chỉ một tố ọt bẹ mua vài châu khổm làn lụa thôi nâng lục hào thà phải vô kẻ vị bát miền này thà sẽ cầm một phiệp bạch bón nâng dương thuê bà hai dương mưa nghi nâng viên nòm bạp chá nâng mau kia lươn mền tàn bởi dương phải giặt tới dương đã là bón cà phê chẳng của sao nâng về mình nghi nâng một đó dương đối để dương thuê bà hai thì dương thuê bà hai nó cứ dương bận là bọn đòi ôi của sao nó mà ôi phò chẳng mong dương chăm mai chăm dương phước bon của sao dương miền chất mê ta dương chạy đùm lệ ở đây sẽ lạnh mình cung mình cuốn mình chẳng này tới đôi thăm mình nữ sạch nâng ten mình nuôi thằng tê và đá nó kia sẽ lạnh cái trôi chất cà phê bắt là xua thả ở rùi pot bị bạp cầm ấy mình rùa chê ngày nào mùi bon tới bạp nó một đỏ lại bắt này bị vô kẹ sầm bắt sẽ cầm một phiệp bạch bon nó lõ với chui cà phê của sao nâng đài vừa ở dương chia pot bị cua nặng bán con cầm rạch nà mùi chẳng tới chùa hưởng mình lõ đấy thòm đá đấy gì vứt về chùa hưởng mình lõ khá chẳng ấy đó sẽ ấy tới phận phế tới một thế tới cùng áo cả sau tục nâng được không chặt dù về tới áo cả sau tục nâng việc mua mai lại cái hái với bạn bạp thèm Paul này bạp trả nâng về
mình lọ hai đó là về mua mai cả tục tôm mà nó khăn sầm bá nó là nó bạp mày về thưa ở rừng nó cắn tới họ là nó yên về cho một đỏ xe thưa mạch chỉ vật về thời tầm miền hưởng chẳng phải hai chưa nhận nhôm sắc xa bột đồ hoạt khay khay không sụp hơi xa sẵn sụp phí sạch đó là chất vẹn vậy bị chất mà đòn không chỉ nói đi bọn sẵn đấy thay chất tên nè nì tệ lô cào sạch lô nâng miên chất chỉ nẹ đặc nòm dương thua ấy vậy ấy cứ miên chất nâng chỉ nẹ bình chi bởi dương mình bàn cục rong chất lõ chất nâng pra ở chỉ kê pra ở vậy đàm kê rư có khăn dương nâng tới chất nâng pra ở từ quầy kê sầm lạp kê hay bởi chất lõ pra ở từ phèn cùng mai phèn cùng ơi chun lùi chun cạ prang prai riêng sô to su phi hiểm chứng chất nâng về miền atipol khăn á về ai cái prai chuột vì sana chỉ vật bánประสานบัจัดนักบานอบรมในขนมกนรองทอมาจะได้ติดปองสมได้ท้าจัดตั้งตอนตั้งสกขาวvà hàngจัดได้เกบานตูเมียนละอหายหรือไม่นอมกในสิกได้สกอันนั้นยืงแรงเจ้ามาเนี่ยจัดยืงนั้นวิวเมียนอาสเวะเครื่องตรำในขนมเวียนนั้นสัตว์เจียดปุ่ลสัตว์กลมหังกุมกูนจันแนนสอบเพียบาดโลบล้นให้เครื่องตรำมาขอนั่งเวทเพื่อเอายืงประพฤติอำเภอบาปกรรมเสียให้กระไรกระหายต่างออกเนี่ยกระไรกระหายต่างยืงกระไรกระหายต่างในจุ่มวิ่งคล้วนนะเช่นตอนอะไรยืงอบรมตูเมียนเรื่อยๆแต่เติบบานจีเวียงปีอำเภอเคราะห์นั้นจัดยืงเวอัดทัดในกราวอัติปุรบ่อะกสอลนั่งยืงเวเสียแต่นั่นยืงอัดตึกขังอัดตึกกุมอัดตึกจันไหนนันตีเกเตจังเวบานสอกถองนั่งมันจะน้อยที่นี่ปองสมได้ท้าวิหันเตะจัตตะเวสานุวัตไตท่านเนี่ยประพฤติตามอำนาจจัดระเมงลมบาแต่จัดนั่งประกอบเอาtừ vay kếประกอบเอาtừ chê kếจัดนั่งวิอัดบานอบรมล้อวิไปเชียยืงไอ้เธอตามวิจ้องอ่ะไปเจ้าเกกระดาษยุบเจ้าจานเจ้าชนังแต่นั่งลมบ้าไอ้ยังมือบองโอนคลาดเดียวเมียนปัญหาน้องขัวซาหรือก็เจไปเจ้าจองกลุ่มนุ่มขึ้นนี่ไอ้นึงกลุ่มกูนขึ้นนี่ไอ้นึงว่าเมียนบานซอกไอ้นะเนี่ยประพฤติตามอำนาจจัดนั่งระเมงลมบ่ายนิบมวยติดบังสมได้ท้าจัดเตะสังกฤษเทตุกเตะปาดิกังขาการใบจัดใส่มองหายตุกเตะระเมงไปยังผู้เกียรติยังหันโลกหายยืงโสดยังกันอยู่ตื่นสาวให้ยืงโจรตักปนส่วนโจรตักนั่นแหละใบไอ้ตักนี้เป็นเจ้าตำนานเอาตักจัดเมตายืงตั้งจัดทาเอาไว้เดี๋ยวยืงฟื้นของไงนี้บนเดี๋ยวยืงฟื้นของไงนี้ยืงซูมใจรวมเล็กดอลเนี่ยได้บานใจทานเติมเมียนเมียนดาเบดาเจดานั่งกาใบใจในบนกสอนั่งอุปมาโดยจิกาใจรวมเล็กในเทียติเจียดอลเนี่ยได้บานสลับเติมนั่งเพราะน่ะสู้ทัดตัวละจะตักบานดอกกอดนะทำแม่เน่อันนั้นชีพไปนี่ตุ่มเนียมตุ่มหลอบมาเอาแต่ปีสมัยเปรี้ยก็เมียนไอ้เปเกปเกนกดสลาจังเกปเกนเลือกกดเลือกสลาปเกนฝ่ายประสมาสัมพุทธกาติ้งจังเกด่าเลยปะหัวปะอ๋องตำนางทักเกบานปเกนจังแต่จีนิมิตรูปเตหายก็ยืงตั้งจัดở tư khởi saoแต่บะเมียนตักกว่าจะจังแต่บะเมียนเต้ก็มันจีตัวเขาไอ้ได้ตักนั่งจีตำนางในตักจัดเมตาสิ่งใดสลายกาดังกุลบ่อยยืงจมพูเมตดาเบดาจีกับทรายในสิ่งใดติเจติจุ้มดอลเนี่ยได้บานสลับเตอ
chỉ bộc cái chun năng hơi côm mến chăm bách ta nè để slap tới thế nè nở ru chung với những có thời ca phiệp thì trẻ thì chung tật chặt mệt ta bị dường đài chẳng còn ăn tận đấy nấyคือchỉ cả sái tật chặt sả lánh chạy rùm lết bồn có so để dường bàn phơ chun đóลูกเนี่ยดำเนินคุณปนังยิ่งก่อนตั้งจัดขนมจัดได้บึกเมียนตักถ้าโซมตึกบนก็สอนนี่จูนดอลูกปุกเนี่ยมาได้หรือก็ลูกใหญ่ลูกตาชั่วโมงนี่โซมลูกปุกเนี่ยมาได้มอตัวบนก็สอนปีขยมจังเต้ก็บานได้นั่งจิกายใจอุ่มเล็กบนนึกของโทษลูกหาทาปัดเตะเตียนน่ะมาเยอะบนในการปีกายใจอุ่มเล็กบนก็สอนดอเนี่ยได้บานเพื่อแม่ระนาการเต้หรือก็ใจอุ่มเล็กบนก็สอนดอเนี่ยได้ในรู้นั่งก็บานบนได้อ่านโมตัวนี้บนสไลเมย์เต้นนี่สุดท้ายแต่ไว้บ้านชีวิตบอกยมนั่งไงใหญ่ๆมันไล่หกตาbởi vậyชีวิตเนี่ยน้าผมมีหึงแต่ดอเสียได้เพราะนั่นเบอร์ยืงจูบหึงให้ยืงเจตมูมาได้ให้ยืงมันจังจูบจังไม่ก็จูบจังให้จะบกจะบอแต่อันนั้นไงใหญ่ใหญ่ให้สู้ที่ชีวิตเนี่ยน่ามีนปัญหาแบบมีนต้องอดทนเนี่ยนั่งเวลาตอนละทายยืงเห็นตัวสกวากาปัตตาเอ้ยขยมจูบหึงขยมเก๋จูบหึงเก๋ชีวิตไปเขาเนี่ยนั่งไงจูบให้ดาเสียแต่เรื่องนั้นดาเสียไม่บะดาเสียเอ็มเจ๊ส้มอยู่บอลเกเตยจัดตุ่มไม้นั่งให้ดาแต่มาจุ่มเฮียนมาดองมาจุ่มเฮียนมาดองเตยให้กลมปกคอมแต่เตยแต่งจังบ่mìnhจังยมมูไม้นั่งเว้ยใหญ่ยัยยืงตัวปกคอมเรื่องตามจัดยืงจังไม่บานเบอร์ปกคอมจังบ้านเขียนนากรอเด้เวสตเมียนต้องอ้อให้หึงสัตสลอลอ้อยเมียนนะจังบ้านนักขออาเดยังเบอร์ยี่ปีขณะจัดวิ่งปีมุ้ยเมียนอารมณ์แต่มุ้ยนั่งวิอัดแจ่ใหญ่เด้เพราะนั้นเมาปียืงนั่งปันดาวจัดนั่งเอาชิคุยมันตีนึกเคยดำมาโรยเรื่องอันนั้นกาวจัดละใหญ่ยัยอุติฮอดแต่ใบยืงเมียนสมาร์ทได้จองจัดอะเธอกางเงียไอ้ประกอบจีกางเงียนั่งหนึ่งของโทษลูกไอ้เมียนสเตะเชียประจำนั่งสเตียสตาวเดดาโชงกุยยัยได้ซีจกบกตะเปียโจบตุบตักเสียเปียนั่งไอ้เมียนสมาร์ทได้หนึ่งคลุนมันเอาหรือว่าเต้นตายภายในเสลอเต้เอาแพงดังเธอไอโจตึกเตี้ยดังเธอโรสไอ้อะนั่งสาวสมาร์ทได้นั่งเกาตีจีหือไงใหญ่นั่งไงบันลึงอัศนัยคล้วนในภาษาขมายยืนจังตัวละเตียงมาวิ่งเธอไอ้ประกอบจีกางเงินนั่งสมาร์ทได้หนึ่งคล้วนกึศไอ้ประกอบจีกึศหึงนั่งดอเสียไอ้มวยมาดองให้ผังไงออกปีสมัติเพียบให้แปบถ้าขยมผังออกสมัติเพียบให้ปนังดอกบานปนังโปรมตัวตัวเมียนสิกระไรสันดาวสันเต่าสานั่งเมียนในทยืงผมตามสมัติเพียบได้ยืงเมียนไอ้ยืงมันอายประคอมบานเน่เรื่องรายหนึ่งแต่ยืงเมียนสเตะปัญญาสมาร์ทได้เจ๊ไปโยนครวนไอ้จังยืงมันเสื่อใหญ่ได้เรื่องข้างแขววิทอมดาชอลคลังชอลติตึกแบบเมียนโลกล้างโจแบบเมียนน่ะติขวดบานทอมเฉียดเมียนเมฆเลียงเมฆเรียงไอ้เนี่ยน้าก็จูบได้มาเพย์บุญเมาเนี่ยน้าก็เมียนปัญหาเธอดอกเสียได้ให้แต่ยืงปัดดาวจัดตามหึงข้างแขวปีนั่งเวียใหญ่ใหญ่แต่ยืงกับนัดดังถ้าเรื่องกันแขวแบบเมียนลาแบบเมียนโจแบบเมียนเกษสาวแบบเมียนเกนันเตี้ยแบบเมียนจันนั้นแบบเมียนคาบทอมมาได้ให้ขยมได้เสียแต่ตัวบานหึงอจันนั้นจัดตกบอล
ផលនៃការព្យាយាមជួបរឿងមិនល្អធ្វើម៉េចវាមានផលបាបខ្លះដោះស្រាយទៅមុខទៀតទៅអាហ្នឹងវាតលទម្លាក់អាការប្រកាន់ហួងហែងនៅក្នុងធម៌លោកហៅតណ្ហាឧបាទានណាទម្លាក់អាការប្រកាន់ហួងហែងហើយបញ្ចូលមកវិញបញ្ញាស្មារតីសតិនៅខ្លួនហ្នឹងអាហ្នឹងទើបមិនសូវកើតទុកខ្លាំងមិនសូវញ៉ែញ៉ៃទេអាណារឿងណាហួហើយចប់ហើយមិនទេតាយទេហើយរឿងណាមិនទាន់មកដល់ហ្នឹងខ្ញុំប្រឹងធ្វើតែឥឡូវស្អែកជួបរឿងអីដោះរឿងហ្នឹងទៅអាហ្នឹងមិនសូវញ៉ែញ៉ៃទេហើយបើយើងសំអាមូម៉ៅហ្នឹងញ៉ែញ៉ៃច្រើនហើយអនុមោទនាជើញញាតិញោមសិក្សាអំពីអវត្តពុទ្ធខ្លីៗក្នុងសភៅសាសនសុភាសិតដល់វគ្គនិយាយពីកម្មអំពើព្រះអង្គសម្ដែងថាកម្មੰសត្ទេវិភេចតិយតិទាំងហេណបណៃតតាយៈកម្មឬក៏អំពើដែលយើងបានធ្វើនឹងជាអ្នកបែងចែកសត្វឲ្យថោកទាបឬក៏ឲ្យថ្លៃថ្លាជាងពីសម័យដើមគេថាព្រះជាអ្នកចាត់ចែងថាអូអ្នកនេះកើតក្នុងតកូលខ្ពង់ខ្ពស់ជាសត្វខ្ពង់ខ្ពស់អ្នកនេះកើតក្នុងតកូលថោកទាបជាសត្វថោកទាបពេលដែលពុទ្ធព្រះអង្គត្រាស់ដឹងព្រះអង្គបដិវត្តផ្នត់គំនិតនឹងថាមិនមែនព្រះជាអ្នកចាត់ចែងថាមនុស្សនេះថោកទាបឬក៏ខ្ពង់ខ្ពស់ទេគឺអំពើដែលយើងបានធ្វើនឹងឯងបើបុគ្គលនឹងទៅលួចគេហៅចោលហើយបើទោះជាអ្នកនឹងកើតក្នុងតកូលស្ដេចក្តីមន្ត្រីក្តីឬក៏តកូលអ្នករើសសម្រាមក្តីថោកទាបនឹងក្តីអញ្ចឹងតម្លៃរបស់មនុស្សមិនមែននៅលើព្រះជាអ្នកឲ្យទេតម្លៃរបស់មនុស្សគឺការងាររបស់អ្នកនឹងជាអ្នកឲ្យតម្លៃបើគាត់ចេះដឹងគាត់បង្រៀនគេហៅគ្រូបង្រៀនបើគាត់ទៅលេងល្បែងក្នុងតកូលណាក៏ដោយគឺអ្នកល្បែងហើយអ្នកផឹកហើយអញ្ចឹងអំពើដែលយើងបានប្រព្រឹត្តជាប្រចាំថ្ងៃហើយនឹងកម្មដែលយើងបានសាងពីអតីតមកបូកបញ្ចូលគ្នាកម្មទាំងពីរប្រភេទហ្នឹងនឹងផលិតថាយើងជាមនុស្សប្រភេទណាចឹងកម្មអតីតជាឧបនិស្ស័យដែលយើងសំមកយើងកែបានប៉ុន្តែកម្មបច្ចុប្បន្នយើងអាចកែបានយើងអាចប្រឹងសាងសារជាថ្មីបានអ្នកខ្លះកម្មអតីតមិនល្អកើតមកក្រពិបាកប៉ុន្តែដោយសារមានឆន្ទៈក្នុងកុសលប្រឹងប្រែងតស៊ូព្យាយាមរៀនសូត្រធ្វើឲ្យខ្លួននឹងបានចាក់ចេញផុតអំពីភាពខ្មៅងងឹតហ្នឹងអញ្ចឹងមកងងឹតទៅវិញភ្លឺដោយសារកម្មបច្ចុប្បន្នហ្នឹងឯងជាអ្នករៀបចំជីវិតរបស់អ្នកហ្នឹងឲ្យបានប្រសើរអញ្ចឹងព្រះអង្គសម្ដែងថាកម្មជាអ្នកចាត់ចែងមិនមែនព្រះជាអ្នកចាត់ចែងទេមួយចំណុចទៀតនេះព្រះអង្គសម្ដែងថាសុករੰសាធុនីសាធុអំពើល្អមនុស្សល្អធ្វើបានដោយងាយផ្ទុយទៅវិញអំពើអាក្រក់មនុស្សអាក្រក់ធ្វើបានដោយងាយដែរយើងមើលជេរវាយទាត់ធាក់កាប់សម្លាប់អីហ្នឹងមនុស្សល្អទៅធ្វើមិនកើតវាលើកដៃទៅធ្វើមិនរួចចេះប៉ុន្តែមនុស្សអាក្រក់ធ្វើអាងាយជេរប្រុយបើសម័យពលពតវាយកាប់សម្លាប់សបាយទៀតដល់ពេលអំពើល្អមនុស្សល្អហ្នឹងចង់តែធ្វើចង់តែជួយឯងដោយសារទម្លាប់ចិត្តដោយសារមានឧបនិស្ស័យធ្វើទានជួយសង្គ្រោះឃើញគេបានសុខគាត់សប្បាយអញ្ចឹងគាត់ចេះចង់ធ្វើទៅទៀតទៅមានទ្រព្យមានរបស់អីនឹកដល់អ្នកមានគុណនឹកដល់ប្រសង់ទៅប្រគេនទៅជូនទៅដោយសេចក្តីគោរពបានសប្បាយចិត្តហ្នឹងអញ្ចឹងបានព្រះអង្គសម្ដែងសុករੰសាធុនីសាធុអំពើល្អហ្នឹងមនុស្សល្អងាយនឹងធ្វើ
ប៉ុន្តែអំពើបាបហ្នឹងមនុស្សអាក្រក់ក៏ធ្វើក៏ងាយធ្វើដែរជើញាតិញោមរៀនអវាទពុទ្ធខ្លីៗនៅក្នុងសភៅសាសនសុភាសិតអាកាលពីនៅក្មេងចូលចិត្តអាននៅក្នុងវគ្គទី1លោកហៅអត្តវគ្គនិយាយពីខ្លួនឯងដំបូងគេហ្នឹងលោកថាអត្តាហវេជីតាំងសាយោឈ្នះខ្លួនឯងប្រសើរជាងឈ្នះអ្វីផ្សេងទៀតអញ្ចឹងក្នុងន័យហ្នឹងសំដៅទៅលើឈ្នះកិលេសខាងក្នុងលោភៈទោសៈមោហៈចំណែននន្ទាឈ្នានេះរវើរវាយគិតច្រើនស្មុគស្មាញពិបាកចិត្តអីហ្នឹងយើងឈ្នះនៅអកុសលខាងក្នុងហ្នឹងយើងមិនបំរើកំហឹងយើងមិនបំរើការចំណែនឈ្នានេះទេយើងមិនមែនជាខ្ញុំកញ្ជះរបស់អកុសលហ្នឹងឯងយើងយកសតិបញ្ញាស្មារតីយកនៅកុសលធម៌ដើម្បីទៅជំនះអកុសលហ្នឹងអញ្ចឹងយើងបន្សុទ្ធចិត្តខ្លួនឯងបន្តិចម្ដងមិនខឹងមិនច្រឡោតទៅជាមានចិត្តខន្តីអត់ធន់អត់ឱនមានស្មារតីគ្រប់គ្រងខ្លួនឯងមិនឲ្យរវើរវាយច្រើនមានបញ្ញាឃើញដំណើរហេតុផលនៃធម្មជាតិមិនដោយសារអារម្មណ៍ខាងក្រៅឲ្យកើតទុក្ខទេអត់ទេអញ្ចឹងយើងមានបញ្ញាអញ្ចឹងយើងអត់សូវកើតទុក្ខទេឈ្នះកិលេសនឹងឯងឈ្មោះថាឈ្នះដល់ប្រសើរហ្នឹងទី1មួយទៀតនោះលោកថាអត្តាហិកិរៈទុត្តមោលោកថាខ្លួនឯងនឹងឯងពិបាកបដៅជាងគេយើងថាឲ្យគេមិនប៉ុន្តែពិបាកនឹងទូមានខ្លួនឯងនេះជាងយើងតឡៃដាស់តឿនខ្លួនឯងរឿយឲ្យចេះមើលខ្លួនឯងផងកុំជួយចិត្តតែមើលគេនិយាយហ្នឹងមិនមែនបានន័យថាមិនឲ្យណែនាំគេនៅតែណែនាំអញ្ចឹងប៉ុន្តែកុំភ្លេចណែនាំខ្លួនឯងបង្ក្រាបអកុសលនៅខាងក្នុងហ្នឹងផងមួយចំណុចទៀតនេះព្រះអង្គសម្ដែងថាអត្តាហិអត្តណោនិថោខ្លួនជាទីពឹងនៃខ្លួនយើងដឹងទាំងអស់គ្នាហើយយើងពឹងខាងក្រៅបានលុយកាក់ចាំបីបាច់ថែសារអីពឹងម៉ែពឹងឪប៉ុន្តែដល់ពឹងលៀងជំរះអកុសលពីក្នុងចិត្តយើងខឹងយើងមួម៉ៅចំណែននន្ទាភ័យព្រួយបារម្ភហ្នឹងតើlàយើងនឹងឯងជួយខ្លួនឯងយើងមិនអាចឲ្យម៉ែឪឲ្យបងប្អូនមកជួយលះកិលេសអកុសលក្នុងចិត្តឲ្យយើងបាននេះមួយចំណុចទៀតនេះលោកថាអត្តនាវៈកតាំងបាបាំងអត្តនាសង្កិលេសតិបើបុគ្គលធ្វើបាបដោយខ្លួនឯងឬមែងសៅហ្មងដោយខ្លួនឯងបើយើងយកដៃទៅប្រឡាក់លាមួកយើងធំក្លិនមិនល្អខ្លួនឯងហើយយើងធ្វើបាបនៅកន្លែងណាក៏ដោយចំពោះមុខគេក៏ដោយក្រោយខ្នងក៏ដោយទីកំបាំងក៏ដោយអានឹងបាបហើយយើងប្រឡាក់ហើយមួយទៀតនោះអត្តនាអកតាំងបាបាំងអត្តនាវៈវិសុជតិយើងអត់បានធ្វើបាបដោយខ្លួនឯងទេយើងបរិសុទ្ធខ្លួនឯងនឹងឯងអញ្ចឹងយើងល្អមិនល្អស្អាតមិនស្អាតវានៅលើខ្លួនយើងឯងយើងអ្នកដទៃអាចមើលស្មានប៉ុន្តែល្អមិនល្អស្អាតមិនស្អាតយើងអ្នកដឹងខ្លួនឯងទង្វើរបស់ខ្លួនឯងសម្ដីរបស់ខ្លួនឯងចិត្តរបស់ខ្លួនឯងហ្នឹងយើងអ្នកដឹងហើយមានប្អូនម្នាក់មិនដឹងប្អូនស្រីឬក៏ប្អូនប្រុសឯងសួរថាលោកតាតើការស្លាប់នឹងអាចបញ្ចប់បញ្ហាបានទេអានឹងវាបានជីវិតនឹងវាបញ្ចប់ទៅបើបញ្ហាវានៅតែតាយដល់កូនចៅគ្រួសារបងប្អូនយំសោកបោកខ្លួនដោយសារសោកស្ដាយចឹងយើងពង្រឹងស្មារតីយើង
ជួបពិភាក្សាជាមួយបងប្អូនមិត្តភ័ក្តិណាដែលទុកចិត្តណាសូមយោបល់គេហេតុប្រឹងដោះស្រាយបន្តិចម្ដងតាមសមត្ថភាពដែលយើងមានណាពីព្រោះបើយើងយំសោកបោកខ្លួនទៅក៏វាដោះស្រាយអីមិនចេញដែរលើទៅមួយជំហានម្ដងដោះតាមដំណើរប្រាប់គេតាមត្រង់ខ្ញុំមានលទ្ធភាពប៉ុណ្ណឹងខ្ញុំប្រឹងតទៅទៀតខ្ញុំនៅតែប្រឈមមុខដោះស្រាយហ្នឹងហើយមានឱកាសសម្រាប់ខ្លះបើមិនសម្រាប់ស្ថានភាពផ្លូវចិត្តហ្នឹងកាន់តែធ្ងន់ធ្ងរញ៉ាំហាត់ប្រាណវាថាកុំឲ្យស្ទក់កុំឲ្យទុនទាំងកាយទុនទាំងចិត្តកុំឲ្យនៅក្នុងបន្ទប់អុកមួយមុខអត់ទៅណាអត់ឃើញពលឺថ្ងៃអត់មានខ្យល់ចេញចូលហ្នឹងវាធ្វើឲ្យចិត្តហ្នឹងវាដាបចេញមកក្រៅប៉ះនឹងពលឺថ្ងៃទៅក្នុងធម្មជាតិដកដង្ហើមពិភាក្សាអានសិភៅស្ដាប់ធម៌ដូចថាឲ្យវាលុះលាញបន្តិចកុំឲ្យស្ទក់ហើយអាចិត្តដែលដូចតែបាក់ទឹកចិត្តហ្នឹងវាចេះទៅទាញយើងឲ្យស្ទក់អត់ឲ្យយើងធ្វើអីទេហើយបើយើងទន់តាមវាហ្នឹងទៅអញ្ចឹងយើងស្លាប់ទៅវាមិនរួចរឿងអីណាវាទៅសល់ទុកគេឈ្មោះមិនល្អរឿងរាវសោកស្ដាយគេឈ្មោះដល់ក្រុមគ្រួសារទៅទៀតអញ្ចឹងក្រោកឈរឡើងទៅមុខទៀតបន្តិចម្ដងសុំយោបល់គេសុំអនុគ្រោះពីគេហើយយើងគិតថាព្យុះភ្លៀងវាគង់តែរលត់ទៅវាមិនមែនព្យុះរហូតទេថ្ងៃវាមិនមែនក្តៅរហូតទេវាគង់តែមានពេលលិចទៅអញ្ចឹងយើងព្យាយាមរហូតដល់សេចក្តីទុក្ខនឹងវាស្រាលទីម្ដងទៅយើងក៏ផុតរលត់ពីចិត្តចង់សម្លាប់ខ្លួនហ្នឹងហើយមានប្អូនស្រីម្នាក់នេះគាត់សួរថាក្នុងគណៈកំពុងស្មុកស្មាញគិតពីរឿងអនាគតហ្នឹងវាសម័យច្រើនគាត់ចង់ខ្លាយធ្វើជាម្ចាស់ហាងនំខេកផងចង់ខ្លាយជាម្ចាស់សំអាងការផងហើយឥឡូវគាត់រៀនអគ្គិសនីចង់ខ្លាយជាវិស្វករអគ្គិសនីនោះផងហើយក៏អត់មានសមត្ថភាពដើម្បីឲ្យបានសម្រេចសេចក្តីសម័យនឹងទាំងអស់ទេមិនសូវធូរធារអញ្ចឹងឲ្យជួយបំភ្លឺផងអានោះដល់ពេលខ្លួនយើងមួយហើយយើងបើកផ្លូវ3ហើយវាមិនវិញបន់ដែរហ្នឹងក្នុងជីវិតនេះកុំឲ្យចាប់នេះចាប់នោះអត់ប្រកបណាមួយអានឹងគ្រោះថ្នាក់ដួលទាំងអស់អញ្ចឹងបើស្រឡាញ់ចូលចិត្តណាមួយទៅផ្លូវមួយហ្នឹងកុំលូបចង់ឲ្យផែនដីមួយទាំងមូលខ្លួនឯងឥឡូវហ្នឹងយើងអត់ទាន់មានសមត្ថភាពធ្វើទាំងអស់ហ្នឹងទេធ្វើអាណាមួយឲ្យប្រកបវិជ្ជាឲ្យបានជោគជ័យចាំទៅមួយទៀតប្រគល់អាការងារហ្នឹងឲ្យអ្នកណាអ្នកគ្រប់គ្រងទៅយើងទៅមើលអភិវឌ្ឍអាមួយទៀតឲ្យបានរឹងប៉ឹងទៅហើយចង់ពង្រីកប្រមាណពង្រីកទៅប៉ុន្តែឥឡូវនេះឲ្យប្រកបវិជ្ជាហើយសម័យទេតាយចង់ច្រើនផ្លូវពេកអាហ្នឹងវិលខួរយើងឯងវិលខួរក្បាលយើងឯងអត់បានសម្រេចជោគជ័យហើយអស់កម្លាំងទៅមុខលេងរួចចាស់អញ្ចឹងកំណត់គោលដៅជីវិតហ្នឹងកុំឲ្យវាច្រើនហួសពីសមត្ថភាពដែលយើងធ្វើបានបើកំណត់ចាស់ប៉ុណ្ណា
ធ្វើមួយម្ដងឲ្យប្រកាសបជាឲ្យបានជាសាច់ការសិនចាំទៅមួយទៀតកុំឲ្យលុំខ្លុងទៅដួលទាំងអស់អាហ្នឹងបើនិយាយពីស្ទូងស្រូវវិញអ្នកខ្លះចាប់ជប់អូលឿនណាស់ប៉ុន្តែចេញតែពីស្រែទៅអាលើងគុំស្រូវនឹងអស់អាលីងពីព្រោះវាអត់ដោតអីចូលក្នុងអាចបណ្ណាហ្នឹងស្រែហ្នឹងឲ្យជ្រៅអីដែតស្ពុលវិញមកអាហ្នឹងអត់បានជាសាច់ការអីទេការងារមិនប្រកាសបជាអញ្ចឹងចាប់មួយណាឲ្យប្រកាសមួយនឹងឲ្យបានសម្រេចឲ្យបានជោគជ័យចាំទៅមួយទៀតហើយចង់បើក business ប្រមាថបើកទៅប៉ុន្តែធ្វើមួយម្ដងកុំឲ្យខ្លួនឯងមិនទាន់រឹងផងចេះតែលោតតាមគេវាដួលទាំងអស់ចឹងទៅហ្នឹងជ័យញាតិញោមមករៀនអវត្តពុទ្ធខ្លីៗក្នុងសភៅសាសនៈសុភិសិទ្ធកាលពីក្មេងអាត្មាចូលចិត្តអាននៅក្នុងអបមាទវៈនិយាយពីសេចក្តីមិនប្រមាទព្រះអង្គសម្ដែងថាអបមាទោអមតាំងបទាំងសេចក្តីមិនប្រមាទជាផ្លូវមិនស្លាប់មកគូហ្នឹងប្រមាទោមច្ចុណោបទាំងសេចក្តីប្រមាទជាផ្លូវនៃសេចក្តីស្លាប់អញ្ចឹងបើយើងនិយាយក្នុងន័យសាមញ្ញបើឧទាហរណ៍ចាយើងជិះម៉ូតូអត់ពាក់មួកសុវត្ថិភាពយើងបើកឡានអត់ពាក់ខ្សែក្រវ៉ាត់យើងតភ្លើងអត់មានពាក់ស្រោមដៃស្រោមជើងអីត្រឹមត្រូវដោយគិតថាអញបកែដល់ចុងក្រោយអាចឆក់ស្លាប់ទៅឬក៏គ្រោះថ្នាក់ដួលបែកក្បាលស្លាប់ភ្លាមទៅអាហ្នឹងសេចក្តីប្រមាទធ្វើប្រហែសក្នុងកិច្ចការងារប្រចាំថ្ងៃសេចក្តីប្រមាទរៀងជ្រៅទៅប្រមាទក្នុងវ័យអើយអញដូចមិនទាន់ដល់ពេលត្រូវគិតរឿងបុណ្យរឿងទានអីទេចាំចាស់បន្តិចទៅសេចក្តីប្រមាទថាអូអញសុខភាពល្អទេមិនអីទេអញ្ចឹងដូចថាធ្វើប្រហែសក្នុងការបំពេញបុណ្យនៅប្រមាទទៅលើអកុសលបន្តិចបន្តួចហ្នឹងមិនអីជេរវាមកប្រើសិនណាដាក់វាសិនទៅអញ្ចឹងចេះបដោយចិត្តណាអញ្ចឹងអាប្រមាទលើកិលេសហ្នឹងមិនស្រួលទេវាយូរទៅវាមានកម្លាំងវាមកលួចប្លន់សេចក្តីសុខកុសលធម៌ពីចិត្តរបស់យើងទៅខឹងគេបន្តិចចំណែនគេបន្តិចស្អប់គេបន្តិចគុំគេបន្តិចរវើរវាយបន្តិចគិតច្រើនបន្តិចយូរបន្តិចទៅវាលួចយកកុសលធម៌សេចក្តីសុខពីចិត្តយើងអស់ទៅអញ្ចឹងបានព្រះអង្គមិនឲ្យមានសេចក្តីប្រមាទទេមកចំណុចទៀតនេះព្រះអង្គសម្ដែងថាអបមាទទាំងចមេធាវីធនំសេដ្ឋังវរគតិអ្នកប្រាជ្ញតែរក្សាសេចក្តីមិនប្រមាទដូចគេរក្សាទ្រព្យដ៏ប្រសើរបំផុតអញ្ចឹងយើងមានសតិជាប្រចាំសតិតាមដានសកម្មភាពកាយវាចាចិត្តរបស់យើងហ្នឹងកុំឲ្យភ្លឹកភ្លាំងទៅរៀងមីងមាំងសេសើមនុស្សខ្វះសតិខ្វះស្មារតីហ្នឹងរៀងភ្លឹកហើយយូរទៅកើតទៅជាជំងឺផ្លូវចិត្តដែរអញ្ចឹងចាំបាច់ត្រូវមានសតិគ្រប់គ្រងសកម្មភាពគ្រប់គ្រងចិត្តជាប្រចាំល្អមិនល្អយើងមានសតិហ្នឹងតាមដានជាប៉ូលីសសង្កេតមើលបើសិនជាចិត្តហ្នឹងវាដើរក្នុងផ្លូវត្រូវយើងជួយហើយបើដើរក្នុងផ្លូវខុសយើងជួយទាញវាត្រឡប់មកវិញដូចអារម្មណ៍មកជួបជាមួយកាលយានមិត្តសប្រមចារីអីចឹងទៅអញ្ចឹងយើងរៀនរក្សាចិត្តរបស់យើងដោយសេចក្តីមិនប្រមាទជាញាតិញោមសិក្សាអវត្តពុទ្ធខ្លីៗក្នុងសភៅសាសនៈសុភិសិទ្ធនេះដល់វគ្គនិយាយពីសេចក្តីក្រោធកោដ្ឋវៈ
ព្រះអង្គសម្ដែងថាកោធោចិត្តតបកោបណូមានន័យថាសេចក្តីក្រោធធ្វើឲ្យចិត្តហ្នឹងកម្រើកកោធោហ្នឹងប្រែថាក្រោធកោបណូហ្នឹងវាកម្រើកពេលណាយើងខឹងយើងជើបជួលយើងជួលច្បល់យើងញ័រដៃញ័រជើងបើនៅក្នុងក្បួនពេទ្យញ័រទាំងបេះដូងឈាមរត់នឹងក៏មិនល្អដែរហើយអ្នកនឹងអាចប្រឈមមុខនឹងជំងឺកាំងបេះដូងឬក៏ដាច់សរសៃឈាមខួរក្បាលទៀតក៏មានដែរមិនមែនឲ្យតែចិត្តកម្រើកទេសូម្បីកាយក៏កម្រើកដែរបើយើងនៅក្រោមឥទ្ធិពលរបស់កំហឹងខូចការធ្វើឲ្យប៉ះពាល់សេចក្តីសុខផ្ទាល់ខ្លួនផងប៉ះពាល់ដល់អ្នកដទៃនៅក្បែរខ្លួនផងមួយទៀតនេះព្រះអង្គសម្ដែងថាអន្ធតមੰតទាហោតិយ៉ាងកោធោសហតេនរាំងប្រែមកវិញថាសេចក្តីក្រោធគ្របសង្កត់អ្នករជនក្នុងកាលណាងងឹតរមែងមានក្នុងកាលនោះអញ្ចឹងពេលយើងខឹងយើងគិតអត់សូវបានវែងឆ្ងាយទេគិតខ្លីហើយច្រើនប្រើហិង្សាជាពាក្យសម្ដីកាយវិការវាយទាត់ធាក់គ្នាបាញ់បោះទៅចូលគុកចូលចង្វាក់ទៅអញ្ចឹងយើងគួរពិចារណាកុំឲ្យកំហឹងហ្នឹងវាមានឥទ្ធិពលខ្លាំងពេកមកលើជីវិតយើងជីវិតជនហ្នឹងវានៅហើយប៉ះពាល់អារម្មណ៍មិនជាទីពេញចិត្តនាំឲ្យកើតទោសៈចាំពេលណាកើតទោសៈកំណត់ដឹងថាអូចិត្តអញខឹងណាស់អាទោសៈហ្នឹងខ្មោចតាអញ្ចឹងយើងអត់យកវាជាមិត្តភក្តិវាមកយើងមានសតិជារបងមានបញ្ញាជាអ្នកយាមផ្លូវយើងកំណត់ដឹងសតិកំណត់ដឹងថាអូកំហឹងកើតឡើងបញ្ញាមកពន្យល់អើយកុំខឹងអីមនុស្សនឹងតែអញ្ចឹងអើយខឹងទៅវាពិបាកតែខ្លួនឯងហ្នឹងហើយអញ្ចឹងយើងមិនយកកំហឹងហ្នឹងមកអោបនឹងខ្លួនយើងទេហើយក៏យើងយល់តាមសភាវៈធម្មជាតិទេយើងមិនខឹងខ្លាំងទេមនុស្សហ្នឹងឧបនិស្ស័យមកអញ្ចឹងនិយាយស្ដីបដៅថានៅតែថាប៉ុន្តែมันមានកំហឹងជាប់ទៅជាមួយទេបើមានកំហឹងជាប់ទៅជាមួយក៏ឆាប់ផ្លាស់ប្ដូរដែរនេះព្រះអង្គសម្ដែងមួយទៀតថាកោធោទុមេធៈគោចរោសេចក្តីក្រោធជាគោចររបស់មនុស្សល្ងងអានេះខ្មែរយើងចូលចិត្តប្រើពាក្យមួយថាម៉ូបាំងមនុស្សល្ងងនោះចូលចិត្តលមងលម៉ាំងឈងឆាំងជេរវាយទាត់ធាក់ផឹកស៊ីឆ្លោះប្តីឆ្លោះប្រពន្ធវាយកូនវាយចៅអានឹងថាមនុស្សល្ងងនោះចូលចិត្តប្រើអំពើហិង្សាចឹងព្រះអង្គប្រើពាក្យនៅក្នុងបត្រៃបិដកថាជាទីគោចរមានន័យថាមនុស្សក្រោតនឹងចូលចិត្តធ្វើអញ្ចឹងមួយចំណុចទៀតនេះព្រះអង្គសម្ដែងថាទោសោកោដ្ឋសមុទ្ឋានោទោសមានសេចក្តីក្រោធជាសមុទ្ឋានទោសកំហុសទាំងកាយវាចាចិត្តរហូតអ្នកខ្លះជាប់គុកជាប់ចង្វាក់ហ្នឹងដោយសារមានសេចក្តីក្រោធហ្នឹងជាហេតុសមុទ្ឋានហ្នឹងប្រែថាជាហេតុដូចថាយើងខឹងមកផ្លែតអញ្ចឹងយកកភ្លើងបាញ់ទូងយកកបិតកាប់គ្នាឬក៏ពេលខ្លះខឹងគេវ៉ាឡានអញ្ចឹងបុកឯងពីក្រោយអីចឹងទៅមកគ្រោះថ្នាក់ស្លាប់មនុស្សឬក៏ជាប់គុកជាប់ចង្វាក់អញ្ចឹងទៅទៀតក៏មានដែរនេះព្រះអង្គសម្ដែងមួយទៀតកោធាំងខេតថ្វាសុខੰសេតិតែសម្រាប់សេចក្តីក្រោធបានទើបនៅជាសុខតែយើងរៀនមានខន្តីមានអត់ធន់មានការអត់ឱនយោគយល់មានបញ្ញាអញ្ចឹងមិនមែនន័យថាអត់តប៉ុន្តែខាងក្នុងក្តៅអាហ្នឹងមិនឈ្មោះថាមានខន្តីទេអ្នកនឹងបង្ក្រាបខន្តីនឹងនៅខាងក្នុងតាមរយៈព្រះធម៌តាមរយៈសតិបញ្ញាស្មារតីបើទោះជាមានរឿងអីកើតឡើងខាងក្រៅក៏វាអត់រំជើបរំជួលដែរដូច
តបោកចឹងដូចភ្នំថ្មតាន់ចឹងទោះជាខ្យល់ព្យុះក៏វាអត់អង្គើដែរយ៉ាងណាចិត្តរបស់យើងហ្នឹងជាពិសេសដូចព្រះអរហន្តដែលលោកអស់នៅកិលេសរំជើបរំជួលទៅអត់ទៅកើតទុកនឹងរឿងខាងក្រៅនឹងដោយសារគេជេរដោយសារគេមិនគោរពអីនាំឲ្យកើតទុកអត់ទេពីព្រោះលោកអស់គ្រឿងទាស់នៅខាងក្នុងចិត្តហើយអនុមោទនាជ័យញាតិញោមសិក្សាពុទ្ធវត្តខ្លីៗក្នុងសភៅសាសនសុភាសិតចំណុចមួយព្រះអង្គសម្ដែងថាខន្តិហិតសុខាវហាសេចក្តីអត់ធន់ជាគុណជាតិនាំមកនៅប្រយោជន៍និងសេចក្តីសុខថាយើងមិនស្ថិតនៅក្រោមឥទ្ធិពលរបស់កំហឹងយើងអាចគ្រប់គ្រងចិត្តយើងបានយើងមិនយកកាយមិនយកវាចារបស់យើងនឹងទៅបំរើកំហឹងនិយាយជេរបតិចផ្ដាសាវាយទាត់ធាក់អញ្ចឹងមានរឿងអីក្នុងជីវិតយើងទប់ទល់បានយើងយកមកពិចារណាសិនមុននឹងសម្រេចចិត្តអញ្ចឹងយើងខ្លាចទៅជាមនុស្សរឹងប៉ឹងជាអ្នកដែលមានគុណសម្បត្តិអាចជាទីពឹងរបស់គេអាចជាអ្នកដឹកនាំរបស់គេអញ្ចឹងបាននៅប្រយោជន៍ហើយនឹងសេចក្តីសុខអត់មានវិបត្តិនៅថ្ងៃក្រោយទេមួយចំណុចទៀតនេះព្រះអង្គសម្ដែងថាពិយោទេវមនុស្សសានੰមនីបោហោតិខន្តិកោពិយោប្រែថាជាទីពេញចិត្តទេវមនុស្សសានੰនៃមនុស្សនិងទេវតាទាំងឡាយអ្នកមានខន្តិអ្នកមានសេចក្តីអត់ធន់ជាទីស្រឡាញ់ពេញចិត្តនៃទេវតានិងមនុស្សទាំងឡាយអញ្ចឹងយើងនៅក្បែរអ្នកដែលរឹងប៉ឹងផ្លូវចិត្តហ្នឹងយើងដូចថាវាតិចមនុស្សហ្នឹងជាមនុស្សដើមឈើមានមលុបជាមនុស្សដែលមិនមុងម៉ាំងឈុងឆាំងនាំរឿងក្តៅក្រហាយអុចយើងឲ្យឆេះទេជាងអ្នកដែលនៅក្បែរហ្នឹងក៏បានតិចគួរជាទីគោរពគួរជាទីស្រឡាញ់ហើយមិនមែនតែមនុស្សទេសូម្បីតែទេវតាមិនថាទេវតាទេសូម្បីតែសត្វដេរិឆានក៏វាស្រឡាញ់អ្នកដែលចេះស្រឡាញ់វាដែរជាអ្នកដែលមានមេត្តាករុណាហ្នឹងអ្នកដែលឲ្យបាយទឹកឲ្យអីវារាល់ថ្ងៃហ្នឹងវាស្រឡាញ់ហើយវាជាពិសេសសត្វសំណក់ហ្នឹងវាស្មោះត្រង់នឹងម្ចាស់វាខ្លាំងអញ្ចឹងយើងរក្សាចិត្តឲ្យមានខន្តីច្រើនកុំសូវឲ្យកំហឹងហ្នឹងវាមកសន្ធឹកនៅក្នុងចិត្តយើងច្រើនពេកអនុមោទនាមានប្អូនស្រីម្នាក់សួរថាខ្ញុំកណាកើតមកមិនសហើយក្រទៀតហើយពេលខ្លះគេដៀលថាគេខ្ពើមតើឲ្យកណានឹងគួរធ្វើចិត្តដូចម្ដេចទៅអានឹងបើនិយាយពីផលកម្មឧទាហរណ៍ថាអ្នកណាធ្លាប់ចិត្តខាងក្រោតមួម៉ៅញ៉េវញ៉ាវច្រើនកើតមកជាតិនឹងមុខមិនស្អាតទេកញើសម្រស់មិនសូវបានទេដោយឧបនិស្ស័យខាងក្រោតច្រើនហ្នឹងឯងអញ្ចឹងបើចង់បានរូបសម្បត្តិស្អាតតែមានចិត្តមេត្តាចិត្តត្រជាក់ហើយចេះចែកទានចេះបោសសម្អាតហើយនឹងជូនសម្លៀកបំពាក់ជូនម្ដាយឪពុកឬក៏ចាស់ទុំឬក៏ប្រគេនជីវរដល់ព្រះសង្ឃអីចឹងទៅជាឧបនិស្ស័យនៃការមានរូបស្អាតប៉ុន្តែឥឡូវវាជាផលនៃកម្មចាស់យើងទៅប្រកែកប៉ុណ្ណឹងមិនក៏វាមិនបានដែរយ៉ាងច្រើនយើងអាចកែកុនអីខ្លះប៉ុណ្ណឹងកែកុនពេកក៏គ្រោះថ្នាក់ដល់សុខភាពយើងទៅទៀតក៏មានដែរឥឡូវរឿងគេគិតយ៉ាងណាគេថាយ៉ាងណាអានឹងនៅលើគេចោះ
បើយើងប្រឹងប្រែងរក្សាកាយវាចាចិត្តនឹងឲ្យបានស្អាតនៅក្នុងធម៌បើនិយាយពីមនុស្សស្អាតព្រះពុទ្ធព្រះអង្គឲ្យតម្លៃទៅលើការរៀបចំអេរិយាបថផ្លូវកាយនឹងមិនប៉ះពាល់ដល់អ្នកដទៃមិនមុងម៉ាំងឈុងឆាំងចងេងចងាងអានឹងស្អាតដោយកាយឯងមិនទៅលួចមិនទៅសម្លាប់មិនទៅបៀតបៀនកូនប្រពន្ធគេមិនសំដៅទៅលើរូបសម្ផស្សស្អាតលៀបលន់អីនឹងប្រមាណទេពីព្រោះគុណតម្លៃពិតនៅខាងក្នុងនេះជាសន្តានចិត្តល្អជាចរិយាធម៌ជាសិលធម៌នេះអញ្ចឹងស្អាតដោយកាយគឺមិនសំដៅទៅលើមុខស្អាតរូបសង្ហាទេសំដៅទៅលើកាយវិការសកម្មភាពផ្លូវកាយនឹងមិនប៉ះពាល់មិនបៀតបៀនដល់អ្នកដទៃអានឹងបានឈ្មោះថាស្អាតមែនតែនបើឧទាហរណ៍ថាស្អាតកាយសង្ហាវណ្ដើបោកគេដើរប្លន់គេអានឹងវាអត់មានន័យអីទេនឹងស្អាតដោយកាយស្អាតដោយវាចាមិនមែនធ្វើតែថ្មិញឲ្យស្អាតឲ្យសឲ្យភ្លឺឈ្មោះថាស្អាតវាចាទេគឺនិយាយពាក្យពិតពាក្យល្អពាក្យមានប្រយោជន៍និយាយពង្រួមនិយាយឲ្យគេបានសុខមិនប្រើពាក្យតគោះបោះបោកទេទុនព្រុនផ្អែមល្ហែមនៅក្នុងធម៌លោកហៅដូចថាភាសាក្រក់លោកហៅភរសវិចាភាសាបថៅអញ្ចឹងដូរ